ចឹងយើងមកបន្តជាមួយ sentence ទី2 Mr. Sambat his vacation after the project is completed ចឹងយើងមើល sentence after the project is completed បានន័យថាបន្ទាប់ពី project ហ្នឹងគឺធ្វើហើយថតចឹងសួរថាចា project ហ្នឹងហើយនៅទេគឺគាត់និយាយថាបើសិន project ហ្នឹងហើយគាត់នឹងធ្វើអីគេគាត់នឹងទៅ vacation ចឹងរឿងហ្នឹងអត់ទាន់ complete ទេគាត់គ្រាន់និយាយទុកមុន Mr. Sambat យើងប្រើ future យើងប្រើ condition អនាគត future ដូចថាគាត់ថាគាត់នឹងធ្វើអ្វីមួយចឹងកន្លែងហ្នឹងគឺ will take ចុះមក option ចុះមកយើងមកមើល option ផ្សេងទៀត B ធុកហ្នឹង pass C ហ្នឹងក៏ pass ដែរនិយាយនឹង taking មើលសាក់និយាយមើល Mr. Sambat taking his vacation after វាអត់បញ្ជាក់អំពីថារឿងហ្នឹងគាត់នឹងធ្វើអីទេមានតែ will take ហ្នឹងហើយ and ទី3 Mr. Chantha for the day when the phone call came ចឹង Mr. Chantha ហ្នឹងគាត់ចេញឡើងពេលមួយថ្ងៃឯងហើយ when the phone call came កន្លែងនេះ past simple អូខេចឹងយើងឃើញថាកន្លែងនេះគឺ past simple អីដែលកើតអ្វីដែលកើតមុន past simple ទៀតមិន past perfect ថតចឹងកន្លែងហ្នឹងគឺគេប្រើ past perfect គេថារឿងនេះកើតឡើងមុនហើយមិនអានេះកើតឡើងក្រោយប៉ុន្តែអានេះកើតឡើងមុនឯណោះអូខេចឹងនៅពេលដែលគាត់ call មហោហ្នឹងណា Mr. Chantha គាត់ចេញតាំងយូរហើយចឹងយើងប្រើ past យើងមើលមួយណា past perfect នេះ past perfect គេ had បូកជាមួយនឹង verb 3 had បូកជាមួយនឹង verb 3ចឹងកន្លែងហ្នឹង had already left តមកទៀត if we keep again like this we should be alone before the deadline we should be done អូខេអ្នកគ្រូមើលខុស we should be done before the deadline okay if we keep again keep working keep to work if we keep work អានទៅថតវាមាន keep ពីឯណា keep to work ក៏ខុសទៀត work keep work chứមានតែមួយទេគឺ working អូខេចឹងកន្លែងហ្នឹងគឺយើងដែលយើងដែលឃើញនៅពេលដែលពេលមានពាក្យ keep នៅខាងក្រោយនេះគេមានបូក verb ចរន្តមួយទៀតបូក ing ចរន្តមួយទៀតគឺសម្រាប់បញ្ជាក់អំពីរឿងហ្នឹងវាកើតឡើងកំពុងកើតឡើងរហូតដល់ឥឡូវណានេះ if we keep working មកយើងបន្ត continue to do it if we keep on working បន្ត work ទៀត we should be done មកដល់ before the deadline we should working ទី5 the benefits program in the next few months អូខេចឹងកន្លែងហ្នឹងគឺអ្នកគ្រូអាចឃើញថាគេប្រើអំពី past គេប្រើ passive voice អូខេហេតុអីដែលសារតែគេយក the benefit program ហ្នឹងមកបញ្ជាក់ថាអីដែលកំពុងកើតឡើងជាមួយអាហ្នឹងចឹងអីដែលកើតឡើងមួយហ្នឹង next few months គឺអនាគតទៅថតថាប្រហែលខែមុខទៀតចឹងខ្ញុំប្រើ past អត់ត្រូវទេខ្ញុំមកមើលថាក្នុងនេះមានអីគេ past tense នេះមានតែ future មួយនេះក៏ past ដែរចឹងជំរើសយើងគឺមានតែមួយហ្នឹង future tense ភាសា Cabinong សិតតែ past tense អស់ហើយណោះចុះ future យើងមានតែមួយហ្នឹងទេអូខេចឹងថ្ងៃហ្នឹងគឺ for the grammar គឺចប់អស់ហើយបាក់ឌុប2004លើកទី2 grammar គឺ that's the end I hope everyone understand well and you can research more about the grammar and practice more in order ដើម្បីឆាប់ start មុនបាក់ឌុបand thank you for watching